គ្រោះថ្នាក់ត្រូវអត់ដោយសារបើសិនជាមានផ្លូវឆ្លងកាត់បើសិនយើងឆ្លងទៅយើងអាចបុកគ្នាត្រូវអត់ចឹងមានន័យថាមិនមានភ្លើងក្រហមគេមិនឈប់យើងនៅឡើយទេប៉ុន្តែគេឲ្យយើងប្រុងប្រយ័ត្នហើយរក្សាជីវិតរបស់យើងដូចគ្នាដែរតាអានកុំម្ដងតាមមីក្រូរបស់គ្នាព្រះឲ្យច្បាប់មកព្រោះព្រះស្រឡាញ់នឹងការពីយើងទី2បញ្ញត្តិពី1ដល់4បញ្ញត្តិពី1ដល់4គឺស្រឡាញ់ព្រះបញ្ញត្តិពី5ដល់10បញ្ញត្តិពី5ដល់10គឺស្រឡាញ់អ្នកដទៃទី3តាំងចិត្តធ្វើជាក្មេងល្អដោយស្ដាប់បង្គាប់ច្បាប់ព្រះនិងច្បាប់